បាទសួស្តីបងប្អូនគ្នាtrongវីដេអូនេះខ្ញុំបង្ហាញពីរបៀបយើង set up menu ថ្មីរបស់យើងជាក់ស្ដែងដូចជាយើងមាន menu set ហើយតាក់ទងនឹងស្លាកមាត់របស់យើងណាអញ្ចឹងទីមួយយើងចូលមកកន្លែងសញ្ញាបូកនេះមកបាទបន្ទាប់មកកន្លែងនេះយើងអាចយកវា new code អញ្ចឹងកន្លែងនេះយើងអាចដាក់ឈ្មោះវាមកជំនាញដូចគ្នាដែរចឹងតើតោះនឹងកន្លែងនេះតម្លៃយើងអាចដាក់វាក៏បានឬក៏អត់ក៏បានដែរតែបើសិនជា menu យើងបង្កើតលក់អាហ្នឹងគឺយើងត្រូវដាក់តម្លៃណានេះយើងដោយសារយើងអត់ដឹងថានេះវាតម្លៃប៉ុន្មានចឹងយើងអាចដាក់វា0បន្តមកទៀត like category នេះយើងរើសមកខ្ញុំនឹងរើសវាជា order ហើយកន្លែងនេះខ្ញុំអាចរើសវាយកជា amount មកវា category បាទហើយចំពោះ printer អាហ្នឹងយើង print ជាមួយនឹង appetizer អញ្ចឹងយើងរើសវាយកលេខ4ណា appetizer បាទចំពោះខាងនេះវិញគឺតកតងនឹងកន្លែងដាក់រូបភាពអញ្ចឹងយើងអាចចុចនៅលើប៊ូតុងបារៅនេះទៅវាទៅរក folder ដែលយើងរក្សាទុករូបไว้ហើយចំពោះ menu tab បើសិនជាយើងបង្កើតជា menu ធម្មតាអញ្ចឹងយើងរើសវា menu បើសិនជាយើងបង្កើតជា set អញ្ចឹងកន្លែងនេះយើងរើសពាក្យ set តែវីដេអូនេះខ្ញុំបង្ហាញតែពីរបៀបយើង set up menu សិនឯងអញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងអាចចុចនៅលើប៊ូតុង save នេះមកបាទអញ្ចឹងគេមាន message មួយប្រាប់យើងថា menu ហ្នឹងគឺបានបង្កើតរួចរាល់ហើយអញ្ចឹងខ្ញុំចុច OK មកយើងបង្កើតថ្មីមួយទៀតចុចកន្លែង new code ដដែលហើយយ៉ាងនេះយើងបង្កើតមកកង់ដូចគ្នាដែរបាទចំពោះតម្លៃដដែលបើសិនជាយើង menu ធម្មតាយើងដាក់តែបើអានេះយើងអត់ដឹងទេយើងដាក់វា0មកហើយយើងរើសដូរតែ printer មកបាទយកលេខ4កន្លែងនេះយក menu ដដែលបាទចុចប៊ូតុង save មកគេរួចរាល់អញ្ចឹងនៅពេលដែលយើងចង់ទៅមើល menu ដែលយើងបង្កើតបានវិញយើងបិទផ្ទាំងហ្នឹងមកបន្ទាប់មកយើងចូលនៅលើ tab menu ហើយយកពាក្យ chicken នេះមកបាទអញ្ចឹងយើងបង្កើតពីរមុខវិញហ្នឹងគឺបានន័យទៅនេះមានមាន់អាមេរិកហើយនិងមាន់ BBQ នេះអញ្ចឹងវីដេអូក្រោយខ្ញុំបង្ហាញពីរបៀបដែលយើងធ្វើវាទៅជា set ម្ដង